ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើងាវឆាអំពិលទុំណាបងប្អូនហើយអំពិលទុំខ្ញុំប្រើទឹកចំនួន7ស្លាបព្រាបាយប៉េងប៉ោះគឺ2ស្លាបព្រាប្រេងខ្យង2ស្លាបព្រាបាយទឹកត្រី3ស្លាបព្រាបាយស្ករ2ស្លាបព្រាបាយនិងម្សៅស៊ុបខ្នុររបស់យើងហ្នឹងគឺ1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេបន្ទាប់ពីយើងដាក់គ្រឿងទាំងអស់នឹងរួចហើយយើងច្របល់ទឹកស៊ុសនឹងចូលគ្នាបងប្អូនហើយសម្រាប់អំពិលទុំបើសិនជាបងប្អូនចង់បានជូរបងប្អូនអាចថែមមកច្រើនជាងនឹងក៏បានដែរហើយគ្រឿងក្រូវដែលខ្ញុំរៀបរាប់ខាងលើទាំងប៉ុន្មានបើសិនជាបងប្អូនភ្លក់ហើយស្ទើររសជាតិត្រង់ណាបងប្អូនអាចថែមថយទៅតាមនឹងទៀតហើយគ្រឿងសដែលខ្ញុំប្រើនឹងសម្រាប់ងំ1គីឡូណាបងប្អូនចាបន្ទាប់មកយើងចិញ្ច្រាំខ្ទឹមសដើម្បីដាក់បំពងខ្ទឹមសខ្ញុំប្រើចំនួន3កំពឹសតូចៗដែរទេបងប្អូនហើយយើងធ្វើការចាក់ទឹកស៊ុបរបស់យើងចូលមកហើយយើងច្របល់ទឹកស៊ុបរបស់យើងឲ្យចូលសព្វជាមួយនឹងខ្ទឹមបំពងរបស់យើងនៅពេលដែលទឹកស៊ុបរបស់យើងពុះគឺយើងចាក់ងាវរបស់យើងចូលណាបងប្អូនហើយសម្រាប់ងាវឆាអំពិលទុំបើសិនជាបងប្អូនចូលចិត្តហើយបងប្អូនបន្ថែមជាម្ទេសនិងម្រះព្រៅទៀតបានណាបងប្អូនហើយសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំអត់មានបន្ថែមម្ទេសទៀតអីចាសម្រាប់ម្ទេសខ្ញុំបន្ថែមនៅខាងក្រៅខ្ញុំម្លែកងាវនឹងជា2ខ្ញុំថែមម្រះព្រៅហើយនឹងថែមម្ទេសនៅខាងក្រៅបងប្អូនតែនៅពេលដែលខ្ញុំថែមគឺខ្ញុំអត់បានថតទេអញ្ចឹងបងប្អូនអាចថែមបានដោយសារតែខ្ញុំផ្លិចថតឲ្យបងប្អូនមើលខ្ញុំត្រូវបែងចែកជា2ទី1សម្រាប់អត់ហឹលសម្រាប់កូនហឹលសម្រាប់ខ្ញុំនឹងប៉ាអញ្ចឹងទៅណាបងប្អូនចាអរគុណច្រើន